ដំណើរកំសាន្តទៅកោះរ៉ុងចឹងជាដំបូងនាងខ្ញុំក៏បានកក់ជាមួយនឹងអូប័រនៅទីនោះគឺមានការចេញដំណើរគ្រប់ពេលវេលាទាំងអស់ចា៎នេះគឺជាពេលដែលចេញដំណើរហើយអារម្មណ៍ប្លែកអារម្មណ៍រំភើបរីករាយតែផ្ទៃសមុទ្រធំពេលខ្លះភ័យខ្លាចដែរប៉ុន្តែភាពសប្បាយជាមួយសំឡេងសប្បាយកូនរបស់ខ្ញុំណាពេលអូប័រចេញដំណើរនិយាយពីកូនខ្ញុំសប្បាយស្រែកក៏ទទួលបានអារម្មណ៍មួយដែលប្លែកឃើញមហាសមុទ្រដ៏ធំហើយជាអារម្មណ៍មួយដែលមានអារម្មណ៍របស់តែទទួលបានផ្នែកមែនតើសប្បាយហើយមានបងប្អូនជុំជាក្នុងលៀនគឺគាត់លេងច្រើនមែនតើអត់ដែរតនេទេចានៅលើកោះរងហៅថាឆ្នេរឡុងសិតគឺគ្រប់ឆ្នេរនិយាយទៅទេសភាពស្អាតឆ្នេរសាច់ស្អាតលេងទឹកស្រួលផ្សេងទៅសម្រាប់បងប្អូនទៅពេលដែលចេញដំណើរទៅឲ្យដោយសារតែអាឡូធំចាបោកបោះហើយអបអរជាលឿនតែម្នាក់ពួកយើងនេះសុបាយឈរមើលឥឡូវនេះគឺចិត្តមកដល់ហើយគេកោះខ្ញុំមកឥឡូវចិត្តដល់ឆ្នេរឡុងសិតមែនតែនហើយនេះដែលយើងថតពីលើអប័រដែលចិត្តទៅដល់អញ្ចឹងបងប្អូនគាត់មានត្រៀមចុះត្រៀមឡើងអីតាមនឹងអញ្ចឹងណាហើយយើងចិត្តដល់កន្លែងចុះហើយក៏ចាប់ផ្ដើម selfie ពីលើទូកមួយមើលតែឥឡូវមកដល់ហើយក៏រៀបចំខ្លួនសម្រាប់ការចុះពីលើអប័រទៅលេងឆ្នេរខ្សាច់ឆ្នេរខ្សាច់នេះគឺងាយស្រួលសម្រាប់កូនលេងហើយផ្ទៃទឹកក៏ស្អាតចឹងឥឡូវយើងបានមកដល់មែនតែនហើយរៀបចំខ្លួនឲ្យបានរួចរាល់ដើម្បីចុះពីលើអប័រចាំមើលរូបភាពនឹងរត់តែស្អាតជាងនឹងទៀតចានេះមកដល់ហើយបដាហើយឥឡូវអប័រចាប់ផ្ដើមជប់ឲ្យភ្ញៀវទាំងអស់បានចុះចាទាំងម៉ាក់ទាំងកូនបានធ្វើដំណើរចុះពីលើអប័រហើយឥឡូវនេះមកដល់ឆ្នេរចាចាប់ផ្ដើមរៀបចំមូតទឹកសមុទ្រគេត្រៀមលក្ខណៈចាអូវ៉ាលីផងស្ប៉ាប៉េនៅស្គីផងអូដឹងទៅតែវល់ល្ងាចប៉ុន្តែវ៉ាលីកបោវ៉ាលីឡើង2ហើយបើមានកម្រងគេងទៀតដឹងមិនទៅប៉ុន្តែលើក្រោយនឹងមានការទៅគេងសម្រាប់នៅសមុទ្រមួយយប់ឲ្យកូនបានលេងទឹកសមុទ្រឲ្យបានសប្បាយឥឡូវយើងត្រៀមងូតទឹកសមុទ្រទាំងអស់គ្នាឥឡូវមកដល់ឆ្នេរហើយកូនគាត់ឃើញឆ្នេរសមុទ្ររត់ដាក់ហ្មងទាលេងទឹកគឺសប្បាយបងប្អូនអ្នក stress អីចាមកកាត់ stress នៅសមុទ្រមកចាឥឡូវបានមកដល់សមុទ្រនិយាយថាសប្បាយចិត្តយើងបានលេងទឹកថ្ងៃដំបូងហើយសួរលោកក្រំឥឡូវកូនកំពុងតែលេងសប្បាយពីកំពុងទឹកសប្បាយចុះតាំងពីម៉ោង12ថ្ងៃត្រង់រហូតដល់ម៉ោង5ម៉ាក់យូរមកលេងសមុទ្រដល់ត្រីណាណៃហ្មងទៅចឹងទៅក៏ឲ្យទឹកលេងសប្បាយមិនថាតែកូននេះម៉ាក់ក៏សប្បាយដែរតែបានមកដល់លេងនោះតែគេណាបានមកដល់សមុទ្រចឹងទៅលេងអស់ថ្ងៃហ្មងទៅឥឡូវកំពុងតែរត់លេងនិយាយឃើញសមុទ្រលេងវាខ្សាច់អានេះកន្លែងម៉ាក់អើយលេងទឹកមួយកូនចាសប្បាយកូនដែលមុខទឹកសប្បាយភាពជាងគេគឺកោះឆ្នេរបើសិនជាកន្លែងធម្មតាក៏ឆ្នេរនោះដែរតែវាខ្សាច់វាធំអញ្ចឹងយើងអាចឲ្យកូនលេងមានទំនុកចិត្តសប្បាយមានកម្រងទៅដល់លេងបន្ថែមទៀតឥឡូវយើងលេងខ្សាច់ពណ៌សហ្មងផ្ទៃទឹកសមុទ្រវិញពណ៌ខៀវហើយនេះឧត្តមគេបានមកទៅអសបុកឧត្តមឈ្មោះរបស់កូនប្រុសគេមកទៅសេនៅលើសមុទ្រជាមួយតែលេងបកាយហ្នឹងហៅឲ្យទៅលេងភាសាទៀតឥឡូវនោះទឹកចាលេងទឹកប្រាប់ម៉ាក់សប្បាយខ្លាំងណាស់កូនលេងទឹកសមុទ្រហើយរលកវិញល្មមមិនតូចមិនធំចារលកសមុទ្រហ្នឹងគឺមកកូនលេងសប្បាយបើសិនជារលកធំក៏បោកបាក់លេងដែរតែគេតែរលកល្មមមកលេងអញ្ចឹងគាត់ដើរលេងគាត់ងូតទឹកលេងបានសប្បាយទាំងអស់ម៉ាក់តាមថតទៅបានហើយបញ្ជាក់ប្រាប់បងប្អូនថានេះគឺជាកោះឡុងសិតឆ្នេរឡុងសិតកោះរងឥឡូវយើងវីដេអូវែងមែនតើសម្រាប់ទី2នៃការទៅលេងសមុទ្រនេះ